តាយាយខ្ញុំបានឃើញកងទ័ពថៃបង្ហោះ Facebook ថាពួកវាបានកាន់កាប់ដីនៅទីតាំងនេះនៅទីតាំងនោះតើយើងអាចបាត់បង់ដីនោះដែរឬទេអាចៅតាគេហ៊ានឆៃដែលបានឈរជើងលើទីតាំងមួយចំនួនគ្រាន់តែជាការឈរជើងជាបណ្ដោះអាសន្នទេគេមិនមានភាពស្របច្បាប់និងមានស្ថិរភាពក្នុងការកាន់កាប់ទេហើយបទឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025មិនត្រឹមតែមិនប៉ះពាល់ដល់ដំណើរនៃការវាស់វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេប៉ុន្តែវាក៏តម្រូវឲ្យក្រុមការងារ JBC ទៅដំណើរការវាស់វែងខ្សែព្រំដែនជាបន្ទាន់និងមានការសន្យាដោះលែងយោធិនកម្ពុជាទាំង18រូបទៀតផងពិតណាស់ចៅយើងទាំងអស់គ្នាមិនគួរនិយាយពីអ្នកណាបាត់ដីឬបានដីទេសំខាន់គឺប្រជាជនយើងដែលភៀសសឹកពួកគាត់បានត្រឡប់ទៅផ្ទះនិងប្រកបរបរបានធម្មតាវិញហើយវីរៈកងទ័ពរបស់យើងពួកគាត់បានសម្រាកនិងហូបស្រួលហើយពិសេសនោះមិនបន្តឲ្យមានអ្នកស្លាប់និងរបួសទៀតសូមចៅទុកចិត្តលើថ្នាក់ដឹកនាំយើងចោះ